ឯកឧត្តមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី14ខែតុលាឆ្នាំ2025បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមានឯកឧត្តមលោកជំទាវជាប្រធានអនុប្រធានព្រមទាំងសមាជិកក្រុមការងារតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028និងឯកឧត្តមលោកជំទាវលោកស្រីជាប្រធានអនុប្រធានព្រមទាំងសមាជិកក្រុមប្រឹក្សាបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នេះជាកិច្ចប្រជុំលើកទី1ដែលក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028និងក្រុមប្រឹក្សាបច្ចេកទេសបានចូលរួមប្រជុំរួមគ្នាកិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនិងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងពេលអនុវត្តគោលនយោបាយនិងលើកជាដំណោះស្រាយសម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័នរាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់យកទៅអនុវត្តបន្តមានប្រសាសន៍បើកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាក្នុងគោលបំណងជំរុញការតាមដាននិងវិតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028ឲ្យបានជោគជ័យក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028បានឯកភាពគ្នាថារៀបចំកិច្ចប្រជុំរួមជាមួយក្រុមប្រឹក្សាបច្ចេកទេសឲ្យបានមួយដងក្នុងមួយត្រីមាសទន្ទឹមនេះឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថារបាយការណ៍ស្តីពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ2024ដាក់ជូនរាជរដ្ឋាភិបាលរួចរាល់ដោយបានឆ្លងក្រុមប្រឹក្សាអ្នកច្បាប់និងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌នៅទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថាក្នុងឆ្នាំ2024តាមរយៈកិច្ចប្រឹងប្រែងរួមគ្នាជាលទ្ធផលនៃការអនុវត្តគោលនយោបាយលើគោលដៅ95 95 95កម្ពុជាសម្រេចបាន92 198ជាមួយក្រសួងស្ថាប័នរាជធានីខេត្តបានបង្កើតនិងធ្វើឲ្យដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ក្រសួងស្ថាប័ននិងថ្នាក់រាជធានីខេត្តទាំងស្រុងដោយឡែកស្រុកខណ្ឌឃុំសង្កាត់មួយចំនួនមិនទាន់បានបង្កើតឬដំណើរការទាំងស្រុងនៅឡើយក្រសួងស្ថាប័នរាជធានីខេត្តក៏បានខិតខំធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍និងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរទន្ទឹមនេះក្រសួងស្ថាប័នរាជធានីខេត្តស្ទើរតែទាំងអស់មិនទាន់ដាក់បញ្ចូលតំណាងអ្នកផ្ទុកមេរោគអេដស៍ប្រជាជនគន្លឹះនិងសង្គមស៊ីវិលក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍របស់ខ្លួននៅឡើយមុននឹងប្រកាសបើកកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រីបានគូបញ្ជាក់ថាកម្ពុជាបានបង្កើនទីតាំងធ្វើតេស្តនិងទីតាំងធ្វើតេស្តបញ្ជាមេរោគអេដស៍មួយចំនួនគួរឲ្យកត់សម្គាល់ទន្ទឹមនឹងនេះការផ្ដល់សេវាប្រឹក្សាក៏មានកំណើនក៏ប៉ុន្តែមិនទាន់ដល់គោលដៅដែលបានកំណត់នៅឡើយចំណុចល្អសម្រាប់កម្ពុជាការដាក់ឲ្យប្រើប្រាស់ឱសថកាបូតេក្រាវីប្រភេទចាក់ដែលចាក់មួយដងមានប្រសិទ្ធភាព2ខែជាវិធីបង្ការមុនពេលប្រព្រឹត្តប្រឈមការគ្រប់ដណ្ដប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមត្ថៈសុខាភិបាលដល់អ្នកផ្ទុកមេរោគអេដស៍បានកើនឡើងដល់ 71%